សួស្តីអ្នកទាំងអស់គ្នានេះជាសកម្មភាពដែលពួកខ្ញុំបានទៅរុកជាតិម្យ៉ាងនៅក្នុងព្រៃនៅតំបន់ភ្នំគិរីរម្យយើងតែគេហៅថារុក្ខជាតិប្រាស្វាហើយរុក្ខជាតិមួយនេះគេអាចយកទៅធ្វើជាអន្លក់ឬក៏ធ្វើជាញោមឆ្ងាញ់គេថាឆ្ងាញ់អញ្ចឹងក៏ពួកខ្ញុំសម្រេចចិត្តយកឡានទៅ2គ្រឿងមនុស្ស2នាក់ទៅរកវាតោះទាំងអស់គ្នានេះផ្លូវដែលឡានយើងត្រៀមចុះទៅអូជ្រៅផ្លូវឡានយើងត្រូវចុះទៅហ្នឹងអូទៅទៀតចាំតិចចាំឡានមកហើយនេះក៏ជាឡានរបស់ប្អូនខ្ញុំផ្ទាល់មើលអញ្ចឹងឃើញទៀបទេតែបើយើងមើលផ្ទាល់វិញគឺថាចោតហើយមានការពៀនផ្អងខ្លាំងជាឡានទី1របស់ប្អូនខ្ញុំផ្ទាល់ក៏បានចុះមកតាមបណ្ដាសំមកបើអត់តាមដំណើរតាមសំទេគឺអាចដល់ភ្នំពេញវិញគឺអាចដូរកញ្ចក់ឬក៏អាចដូរអីមកហើយនេះក៏ជាឧបសគ្គទី2ដែលយើងឆ្លងកាត់អូរួចហើយក៏យើងបានចូលឧបសគ្គមួយទៀតឃើញផ្លូវអញ្ចឹងទេណាតែមានការផ្ទៀងផ្អងខ្លាំងនិងមានកលុកឆ្វេងស្ដាំតូចធំដែលធ្វើឲ្យយើងមានការគ្រោះថ្នាក់ជាដើមហើយផ្លូវនេះតើតែអ្នកជំនាញបើកបរខ្លាំងទើបអាចឆ្លងកាត់បានអានេះឡានទី1ជាឡានបងប្អូនខ្ញុំផ្ទាល់ហើយគាត់ក៏ជាកីឡាករដែលធ្លាប់ប្រកួតប្រណាំងរថយន្ត Off-road នៅភ្នំគិរីរម្យជាច្រើនដងដែរហើយបន្ទាប់មកនេះជាឡានបងឆៃតែគាត់គឺជាកាយផ្ទាល់អ្នកនាំផ្លូវពួកយើងទៅរករុក្ខជាតិមួយនោះគេហៅថារុក្ខជាតិប្រាស្វាណាហើយគាត់ក៏ជាកាយនាំផ្លូវដែលស្គាល់ផ្លូវច្បាស់នៅក្នុងតំបន់គិរីរម្យបានគាត់យើងទុកចិត្តបានអូខេនេះជារុក្ខជាតិប្រាស្វាដែលយើងជិះឆ្លងកាត់ឧបសគ្គមកដើម្បីមករកនឹងមកបេះវានេះជារុក្ខជាតិមួយនឹងហើយតែយើងមករកវាប៉ុន្តែនៅជាប់ដីនោះដែលវាដុះលូតលាស់ទៀតដដាងមកហើយយើងអត់បានយកវាទេយើងយកតែវានៅខ្ចីនោះគឺបែបនោះគឺយើងអត់យកហើយយើងយកតែបែបនេះជារុក្ខជាតិដែលយើងបេះបានគឺវាមានច្រើនខ្លាំងហើយបងប្អូនណាចង់បានអីប្រាប់មកខ្ញុំបេះផ្ញើឲ្យនេះជាតំបន់គិរីរម្យផ្ទាល់ហើយកំឡុងពេលដែលយើងមកលេងព្រៃយើងក៏បានឆ្លៀតយកមាន់ស្រែមួយមកអាំងអំបិលម្ទេសហិលនៅក្នុងព្រៃដ៏ស្ងប់ស្ងាត់មួយនេះយល់មិនដែរបងប្អូនពេលដែលមានមាន់អាំងបែបនេះអីហើយនេះក៏ជាវីដេអូដែលពួកយើងបានមកដល់ទីតាំងកន្លែងបោះតង់នៅក្នុងតំបន់ភ្នំគិរីរម្យដែលគេហៅថាបឹងពេសេផងដែរហើយក៏សូមអរគុណដល់បងដែលបានទស្សនាវីដេអូមួយនេះហើយក៏សូមជួយ follow page របស់ខ្ញុំម្នាក់មួយផងសូមអរគុណបងទុកជាមុន